Hello សួស្តីបងប្អូនអរគ្នាវិលត្រឡប់ជួបមកសារជាថ្មីម្ដងទៀតនៅវីដេអូថ្មីថ្ងៃនេះខ្ញុំនឹងមានកម្មវិធីមួយសម្រាប់ចែកជូនបងប្អូនឲ្យបានដឹងរបៀបប្រើប្រាស់ដែរអញ្ចឹងកម្មវិធីនោះគឺជាកម្មវិធីដែលអាចឲ្យបងប្អូនអាចរកលុយខាងក្រៅបានអញ្ចឹងមានន័យថាអាចរកលុយ part time job ជាមួយនឹង app នឹងបានអញ្ចឹងហើយកម្មវិធីនេះដែរប្រហែលជាមានបងប្អូនយើងខ្លះគាត់បានស្គាល់បងប្អូនខ្លះទៀតប្រហែលជាមិនទាន់បានស្គាល់ពីកម្មវិធីនេះទេតិចទៀតខ្ញុំនឹងបង្ហាញពីកម្មវិធីនេះហើយខ្ញុំនឹងប្រាប់ពីរបៀបចុះឈ្មោះក្នុងនឹងដែរអញ្ចឹងបងប្អូនតោះឥឡូវកុំឲ្យខាត់ពេលយូរខ្ញុំនឹងបង្ហាញរបៀបចុះឈ្មោះឲ្យបងប្អូនទាំងអស់គ្នាបានឃើញហើយនឹងបានប្រើប្រាស់ពីរបៀបយើងអាចរកលុយ part time job បានដែរអញ្ចឹងបងប្អូនហើយកម្មវិធីនេះគឺមានអត្ថប្រយោជន៍ជាពិសេសសម្រាប់អ្នកដែលមានsoft skill ឬក៏ hard skill អីចឹងយើងអាច apply នៅក្នុងហ្នឹងយើងមានន័យថាលក្ខណៈជា part time job មានន័យថាយើង post នៅក្នុង app ហ្នឹងដើម្បីឲ្យខាង client ហ្នឹង contact មកយើងមានលក្ខណៈយើងមានជំនាញគេយើងដាក់ក្នុងជំនាញហ្នឹងទៅអាហ្នឹងសម្រាប់អ្នកបងប្អូនដែលមានជំនាញស្រាប់អ្នកដែលអត់មានជំនាញក៏អាចដាក់បានដែរអាស្រ័យទៅលើយើងមានបទពិសោធន៍អីធ្វើអីយើងអាច apply លើហ្នឹងបានអញ្ចឹងបងប្អូនតោះឥឡូវសូមទៅទស្សនាទាំងអស់គ្នា Let's go គឺជាកម្មវិធីដែលខ្ញុំទើបណែនាំបងប្អូនឲ្យបានស្គាល់នៅកម្មវិធីឈ្មោះ Upwork ដើម្បីបាននៅកម្មវិធីនេះសម្រាប់ទូរស័ព្ទ Android យើងចូលនៅក្នុង Play Store បើសិនជាទូរស័ព្ទ iOS យើងចូលនៅ App Store តោះខ្ញុំនឹងប្រាប់ពីរបៀប download អស់គ្នាមុនដំបូងយើងចូលនៅក្នុង Play Store មកសម្រាប់ទូរស័ព្ទ Android ហើយយើងវាយពាក្យថា Upwork នេះវាចេញបែបនេះវាចេញទម្រង់បែបនេះយើង app ហ្នឹងមកហើយបន្ទាប់មកដោយសារតែខ្ញុំបាន download វារួចហើយអញ្ចឹងខ្ញុំមិនបាច់ខ្ញុំ download វាទៀតទេខ្ញុំចុចបើកវាយកហ្មងបងប្អូននេះយើងបើកមកវានឹងចេញវាទម្រង់បែបនេះនេះវាចេញថា Upwork ហើយវាមានពីរជម្រើសទី1 I am client ទី2 I am freelancer I am client ហ្នឹងមានន័យថាយើងគឺជាអតិថិជនI am freelancer ហ្នឹងមានន័យថាយើងជាអ្នកធ្វើការងារ part time job ឬការងារក្រៅម៉ោងអីចឹងណាការងារឯករាជ្យអូខេតោះឥឡូវខ្ញុំដាក់ I am freelancer មានន័យថាយើងជាអ្នកបង្កើតការងារដើម្បីឲ្យគេហៅយើងវិញតើយើងចុចចូលហ្នឹងមកបន្ទាប់មកយើងចុច create account ចុចអា profile ហ្នឹងមកហើយចុចបែបនេះវានឹងចេញទម្រង់បែបនេះហើយបងប្អូនបើសិនជាបងប្អូនមាន Google ស្រាប់នេះបងប្អូនដាក់ Google ហ្មងក៏បានដែរនេះដាក់នេះមកនេះហើយចុចមកចាំបន្តិចសិននេះវាចេញបែបនេះហើយចេញចុចយកហ្មងចុចyes ហ្នឹងទៅណាជិះម្ដងទៀតដោយសារវា error current will submit please try again ខ្ញុំសូមធ្វើការរងចាំបន្តិចសិនចាំមើលវាដើរយ៉ាងដូចម្ដេចអូវា load លេខកូដមកនេះវា load ចាំមកអញ្ចឹងចុចវាមកវាចឹងណាអូអត់ចាំ password ហ្នឹងបងប្អូននេះវាចេញទម្រង់បែបនេះបងប្អូនហើយចុច confirm មកចុច confirm នេះចុច confirm នេះទៅបងប្អូននេះបើយើងនេះថា I am brand new this ចឹងវាថាយើងថ្មីយើងដាក់យ៉ាងថ្មីមកបើសិនជាយើងនេះយើងមើលតាមភាសាអង់គ្លេសហ្នឹងទៅបងប្អូនយើងចង់អត់ដាក់ហ្នឹងទេយើង skip ចោលក៏បានដែរចេះតែមានបទពិសោធន៍អីមកនេះយើងថា to earn my income យើងដាក់លេខ1បងប្អូនទី2នេះអញ្ចឹងយើងដាក់ស្វែងរក Hello 大家好欢迎来到我们新视频 ចុចcreate profile ហ្នឹងបងប្អូនខ្ញុំចង់បង្ហាញបន្តិចបើសិនជាបងប្អូនមាន CV ឯកសាររបស់យើងupload ជា file ក៏បានដែរប៉ុន្តែខ្ញុំអត់មានលក្ខណៈជា file ទេខ្ញុំមានតែរូបធម្មតាអញ្ចឹងយើងដាក់ដល់ការដែលតោះតែយើងបំលែងវាទៅជា file
hay nhâm giờ này nè rồi bịp dừng pin information luôn ai nào chứ chẳng như thay kì bộ phép đã bộ phép skill liếng cái skill liếng như lại chụp này kì đã nằm á professional rule for example translate như đã nằm á experience đấy đã skip á dương phải trong cắt khá không vâng rồi skip về anh ấy dương xe làm pi luôn anh á thì đã chẳng không vâng thì xây làm không mất bạn này em tao mới cho sập min đúng không vâng thì lại chẳng á bây dương đại lại mà dương trong bà săn dương cái trong hậu ca nghe cái trong chul dương đại lại mà giờ đọc là lá bán này cũng cho sản phẩm là sao ta chuyện này đang dương miền cùng đất thế đã mất bập được bây giờ đã nếu profile dương mất trường hợp lúc hiệp dưới không vâng tôi bây giờ đạo đấy chứ thì sẽ đã làm hết viên pro chứ viên plic chứ không vâng nó chụp block chào việt đà thì máu nè bàn chẳng không vâng chứ như đại sai sam còn lại đi mới bông bông chứ như đại ngày nay dân dịch đạm á nam mà dân cả đây sam nay như đại sam nó không vâng đã lập với dương pin với không vâng ô này việt là thì đãทำเป็นดำน้องkhông vâng
នេះដាក់ចឹងមកហើយយើង apply បងប្អូននេះសន្តិការនឹងចាំគេនឹងចាំបន្តិចសិនណាវានឹងចេញមកវ៉ាវបានសម្រាប់បងប្អូនចេះដាក់ submit យកហ្មងបងប្អូនបាច់ចាំមកតុកយូរនេះវានឹងចេញតម្រងបែបនេះបងប្អូនចាំមានថាយើងបានជោគជ័យបងប្អូនថ្ងៃនេះយើងបាច់ចាំដាក់ apply ផ្សេងទៀតដាក់តែប៉ុណ្្នឹងបានហើយចឹងសម្រាប់បងប្អូនដែលចង់ចេះរកលុយតាមកម្មវិធីហ្នឹងបងប្អូនមានជំនាញស្រាប់បងប្អូនអាចដាក់ apply អាចធ្វើ freelancer បានអញ្ចឹងបងប្អូនអាហ្នឹងវាអត្ថប្រយោជន៍ដែរអញ្ចឹងបើសិនជាយើងមានជំនាញអ្នកមានជំនាញមានឱកាសរកលុយបានច្រើនអញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូនេះអរគុណសម្រាប់អ្នកដែលចូលចិត្តតាមដានហើយមើលបានពេញលេញអញ្ចឹងជូនបងប្អូនអ្នកទាំងអស់គ្នាសុខភាពល្អរកស៊ីកាន់តែមានបានជោគជ័យក្នុងការងារគ្រប់គ្នាអញ្ចឹងបងប្អូនហើយអរគុណបាយបាយ